បងប្អូនអរគ្នាហ្នឹងហើយនៅបលៀនថ្មីបងប្អូនអរគ្នាឥឡូវខ្ញុំជិះសាក់ម៉ែប៉ាំមកដល់ទេបងប្អូនឥឡូវនេះគឺខ្ញុំមកដល់បងខ្ញុំគាត់មកយកខ្ញុំឥឡូវគេអត់ឲ្យចេញបងប្អូនហើយកន្លែងហ្នឹងអត់ដឹងរៀបចំធ្វើស៊ីមិនទេបងប្អូនហ្នឹងហើយឡានចូលមកឲ្យចូលមកដល់ពេលចេញវិញគិតលុយ20ដុល្លារបងប្អូនបាទទៅយកតាក់ញ៉ាំបានយកអីបាទដើម្បីឲ្យយើងនេះចឹងឥឡូវគេទាលុយ20ដុល្លារបងប្អូនមិនមែនថាអត់លុយ20ដុល្លារបងប្អូនអរគ្នាគាត់ថាខ្ញុំអត់អស់ចិត្តគាត់ថា20ដុល្លារឡាន4-5បងប្អូនគិតមើលគេរៀបកម្រងធ្វើស៊ីឬក៏យ៉ាងម៉េចបងប្អូនឡានចូលមកអត់ចេះឲ្យចូលមកមិនហើយអត់មានចេញសម្បត្តិឲ្យបាទឥឡូវអញ្ចឹងគឺខ្ញុំចង់សួរបន្តិចចង់សួរអ្នកកាន់កាប់ពលានបន្តិចបើឆាតចូលភ័យជ័យសាក់ខ្មែរជ័យគ្នាមកបាទខ្ញុំចង់ច្បាស់ចឹងបងប្អូនហ្នឹងហើយហើយអ្នកនៅហ្នឹងគេឲ្យមកឥឡូវដល់ពេលឥឡូវនេះមកគិតលុយ20ដុល្លារគិតមិនឡើយអញ្ចឹងបងប្អូនអរគ្នាឥឡូវខ្ញុំអធិស្ឋានប្រទេសជាតិកំពុងមានបញ្ហាខ្ញុំអត់ចង់មានការជ្រួលច្បល់ទេបងប្អូនក៏តែថាវាខ្ញុំចង់ឲ្យដឹងរកខុសរកត្រូវហើយឥឡូវគេនេះអ្នកការលួយខាងនេះគេថាបាទអ្នកយាមប៉ុស្តិ៍នេះគេថាអត់មានសម្បត្តិអត់ឲ្យចេញទេបាទហើយគេអត់ថាអត់ឲ្យលុយ20ដុល្លារគេឲ្យចេញបងបាទរៀនថ្មីហ្នឹងហើយចាំបងប្អូនជួយshareហ្នឹងហើយសុំអ្នកការកាប់ហ្នឹងបាទជួយឆាតឲ្យខ្ញុំផ្ទាល់ទីបាទអរគុណបងប្អូនបងប្អូនអើយជួបហើយបងប្អូនបាទបោះពិតហើយអា20រៀលផឹកបងសេងហើយឥឡូវចំណត់90000ទៀតបងប្អូនបាទលៀនថ្មីបងប្អូនបាទរោងព្រាតបងប្អូនអរគ្នាហ្នឹងហើយបាទហើយសបុតឆឹកអត់ចេញទេហើយអ្នកសក់30ហ្នឹងហើយកុងត្រូលបើកឲ្យចូលឥឡូវមកហើយបងប្អូនបាទអានេះចូលតែយ៉ាងណាបងប្អូននេះបាញ់ទៅចូលបើមិនបើខ្ញុំបាក់ពីនឹងមួយចិត្តទឹកហាកន្លងមួយដល់តែគាត់ទៅពេញនិយាយមកមានអាខាក់ងប់ផងខាក់អត់សបុតផងជួបបងប្អូន